លោកឡាំវាងដែលជាជនជាតិវៀតណាមហើយជាប្រធានសារយឺតត្រីនៃកូនស្ពានព្រែកនៅតែម្ដងកំពុងតែធ្វើបាបដល់បងប្អូនអាជីវករជាខ្លាំងដោយបានសម្រេចដំឡើងថ្លៃតូបនៅក្នុងមួយខែ60,000រៀលហើយបានបង្កើតនៅអាងស្តុកទឹកដោយខ្លួនឯងគ្មានច្បាប់អនុញ្ញាតលក់ទៅឲ្យបងប្អូនអាជីវករនៅក្នុងតម្លៃថ្លៃហើយមិនបានឲ្យបងប្អូនអាជីវករប្រើប្រាស់នៅទឹករបស់រដ្ឋការទឹកស្វ័យហិតកម្ពុជានោះទេវាមិនដែលស្ដាប់ច្រឡំទេមើលស្ដាប់ម្ដងទៀតមើលបងប្អូនអរគ្នាលោកឡាំវាងដែលជាជនជាតិវៀតណាមហើយជាប្រធានសារយឺតត្រីនៃកូនស្ពានព្រែកនៅតែម្ដងជនជាតិវៀតណាមហើយមកត្រួតត្រាខ្មែរមែនទេលោកនិតឆៃយ៉ាប្រហែលជាគាត់យល់ច្រឡំហើយឡាំវាងនេះជាខ្មែរទេវាមិនដែលអាណាគេឲ្យជនជាតិបរទេសមកត្រួតត្រាខ្មែរមិននៅស្រុកខ្មែរលោកឡាំវាងនេះប្រហែលជាជនជាតិខ្មែរទេប៉ុន្តែគាត់ដាក់ឈ្មោះវៀតណាមខ្វះអីជនជាតិវៀតណាមដាក់ឈ្មោះខ្មែរមកកណោស្រីមកកណោឈ្មោះច័ន្ទធូឈ្មោះចម្ប៉ាចម្ប៉ីអីមកកណោតាមពិតឈ្មោះដើមគេងៀងឯណានោះទេប៉ុន្តែខ្ញុំគិតអញ្ចឹងក៏ដូចជាវាមិនសមហេតុផលដែរវាមិនដែលខ្មែរណាធ្វើបាបខ្មែរគ្នាឯងមែនទេបងប្អូនអរគ្នាព្រោះបើតាមអ្វីដែលលោកនិតឆៃយ៉ាជាស្ថាបនិកកាសែតកម្ពុជាឈ្នះនេះក៏បានមានប្រសាសន៍ថាលោកណាំវាងនេះគឺជាអ្នកគ្រប់គ្រងផ្សារយឺតត្រីនៅគល់ស្ពានព្រែកភ្នៅហើយតាមអ្វីដែលប្រជាពលរដ្ឋឬក៏អាជីវករដែលរស់ស៊ីនៅផ្សារយឺតត្រីនៅគល់ស្ពានព្រែកភ្នៅនឹងបានបញ្ជាក់ហ្នឹងគឺពួកគាត់បានទទួលការគៀបសង្កត់យ៉ាងខ្លាំងពីចង្វាយនាយរបស់គាត់នាយឡាំវាងនេះដែលបានធ្វើទុកបុកម្នេញតាមរយៈការដំឡើងថ្លៃតូបទៅ60,000រៀលក្នុងមួយខែការមិនប្រើប្រាស់ទឹកស្អាតរបស់រដ្ឋបែរជាបង្កើតអាងស្តុកទឹករបស់ខ្លួនហើយយកទឹកទន្លេមកប្រើប្រាស់ដើម្បីធ្វើជាអាជីវកម្មការមិនអនុញ្ញាតឲ្យអាជីវករទិញទឹកកកមកពីខាងក្រៅទេប៉ុន្តែគំរាមឬក៏ធ្វើការបង្ខំឲ្យអាជីវករផ្សារយឺតត្រីនៅគល់ស្ពានព្រៃភ្នៅនឹងប្រើទឹកកករបស់ខ្លួនតោះមកមានតាក់ទងទៅនឹងរឿងសន្តិភាពធ្នាប់ទៀតតាក់ទងទៅនឹងការដែលអនុញ្ញាតឲ្យអាជីវករមួយចំនួនលក់រញ៉េរញ៉ៃជីមិនច្រាស់ផ្លូវលាក់នឹងលាក់ចំណុចទាំងអស់នេះគឺជាផលលំបាកដែលអាជីវករខ្មែរបានហើយនឹងកំពុងប្រឈមហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់យើងឃើញថាលោកឡាំវាងនេះបើសិនជាគាត់ជាខ្មែរមែនគាត់មិនគួរណាធ្វើបាបខ្មែរទេឬមួយក៏គាត់មិនមែនជាខ្មែរទេបងប្អូនអរគ្នាឬក៏គាត់ជាជនជាតិយួនដូចដែលគេបានរាយការណ៍មែន